thân là tiền có đây chỉ tiền môi vì bị sai cây lên trongព្រះពុទ្ធសាសនារបស់យើងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់ព្រះអង្គទ្រង់បានអនុញ្ញាតឲ្យភិក្ខុសង្ឃនៅក្នុងព្រះពុទ្ធសាសនានេះបានក្រាបក្រមនៅកឋិនក៏ដែលជាពុទ្ធធានអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធសម្រាប់ភិក្ខុសង្ឃដែលលោកគង់ចាំព្រះវស្សានៅក្នុងទីអារាមនីមួយនៅក្នុងព្រះពុទ្ធសាសនារបស់យើងនេះដែលជាប់ជាទំនៀមមករហូតដល់ពុទ្ធបរិស័ទក្នុងសម័យកាលនេះរឿងកឋិនហ្នឹងគឺព្រះអង្គអនុញ្ញាតតាំងពីសម័យដែលព្រះអង្គគង់នៅម្លេះញាតិញោមសិក្សានៅក្នុងគម្ពីរធម៌អាទៅឃើញព្រះអង្គទ្រង់សម្ដែងក្នុងសម័យកាលដែលព្រះអង្គប្រពចំពោះភិក្ខុណា30រូបនៅក្នុងដែនបាថយៈដែលសម័យកាលនោះដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិរឿងរ៉ាវភិក្ខុដែលគង់ចាំវស្សានៅក្នុងដែនបាថយៈនោះដែលសម័យកាលដែលព្រះអង្គគង់នៅក្នុងវត្តចេតពុនវត្តចេតពុនដែលជាអារាមរបស់លោកអនាថបណ្ឌិកសេដ្ឋីសម័យកាលនោះមានភិក្ខុ30រូបហ្នឹងឆ្លប់ធ្វើដំណើរផ្លូវឆ្ងាយមកដើម្បីបានថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនៅបរមគ្រូនៃយើងហ្នឹងដែលព្រះអង្គមានអធិស្ឋានគង់នៅក្នុងវត្តចេតពុនប៉ុន្តែมันបានមកថ្វាយបង្គំព្រះអង្គទេដោយមានហេតុការត្រូវភ្លៀងត្រូវអីជោគជាំអញ្ចឹងទៅក៏ទៅទឹកសម្ពុទ្ធស្បង់ជីវរមិនអាចមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបានក៏ចាំព្រះវស្សានៅកណ្ដាលព្រៃអញ្ចឹងទៅអញ្ចឹងញាតិញោមហើយជាប់ពាក់ព័ន្ធប្រវត្តិរឿងរ៉ាវនឹងមករហូតក្នុងសម័យកាលហ្នឹងរឿងរ៉ាវជ្រាបដល់ព្រះសម្មាសម្ពុទ្ធនឹងឯងទៅព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុដែលលោកគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងទីអារាមក្តីក្នុងទីណាក្តីហ្នឹងគឺអនុញ្ញាតឲ្យភិក្ខុហ្នឹងក្រាក្រមនៅកឋិនញាតិញោមដែលព្រះអង្គសម្ដែងថាអនុជានាមិភិក្ខវេវសੰវដ្ឋានੰភិក្ខុណាំងកថេណាំងអដ្ឋរិតងមនាភិក្ខុទាំងឡាយតថាគតអនុញ្ញាតភិក្ខុណាដែលគង់ចាំព្រះវស្សាហើយគឺក្រាក្រមនៅកឋិនកឋិនទានហ្នឹងដែលយើងឲ្យឈ្មោះថាជាកឋិនហ្នឹងអញ្ចឹងជាប់ពាក់ព័ន្ធប្រវត្តិរឿងរ៉ាវពីសម័យពុទ្ធកាលហ្នឹងមកម្លេះដូច្នេះហើយបានពុទ្ធបរិស័ទយើងជាពិសេសវត្តពោធិ៍មន្ត្រីហ្នឹងញាតិញោមថ្ងៃនេះថ្ងៃចិត្តចប់កឋិនណាញោមណាចិត្តចាប់រដូវកឋិនហ្នឹងហើយបានធ្វើកឋិនទានថ្ងៃនេះក៏ដោយប្រពឡើងដើម្បីវេស្បង់ស្បៃត្រៃជីវរហ្នឹងប្រគេនចំពោះព្រះសង្ឃក៏ដែលញាតិញោមរៀបចំមានប្រស្បង់ស្បៃត្រៃជីវរហ្នឹងដែលរៀបចំនៅខាងមុខនេះសម្រាប់វេប្រគេនព្រះសង្ឃញាតិញោមមិនមែនយកមកប្រគេនលោកទេណាយកមកវេប្រគេនដល់សង្ឃដើម្បីលោកក្រាក្រងនៅកឋិនញាតិញោមហ្នឹងបានបំពេញបុណ្យកឋិននៅថ្ងៃនេះដែលទានក្រៃលែងមែនតើដែលព្រះសម្មាសម្ពុទ្ធអនុញ្ញាតកឋិនហ្នឹងហើយរឿងកឋិនហ្នឹងមានលក្ខណៈដែលញាតិញោមងាយធ្វើដែរក្នុងពុទ្ធសាសនាយើងនេះវត្ថុរបស់កឋិនមានប្រមាណញោមមាន3ហ៎អ្នកខេត្តតកែវចេះណាវត្ថុរបស់កឋិនមាន3តែខ្លះ3ហ្នឹងញោមទី1ណាស្បង់ទី2ទីវទី3សង្ឃដីណាវត្ថុទាំង3ហ្នឹងឯងជាវត្ថុរបស់កឋិនហើយកឋិនហ្នឹងមានមូលប៉ុន្មានមូលមានប៉ុន្មានព្រោះមានមួយគឺប្រសងណាប្រសងជាមូលជាប្រធានដូច្នេះបើសិនញាតិញោមមានតែសម្ពុតស្បង់ត្រៃជីវរហើយអត់មានប្រសងក៏មិនអាចធ្វើកឋិនក៏ដែរមែនទេញោមក៏ត្រូវមានប្រសងហ្នឹងលោកជាអ្នកក្រាក្រងនៅកឋិនដែលជាទានរបស់ពុទ្ធបរិស័ទនឹងឯងដូច្នេះនៅក្នុងទាននៅក្នុងពុទ្ធសាសនាយើងនេះញាតិញោមពុទ្ធបរិស័ទបានធ្វើរាល់ថ្ងៃជាទានមួយពិសេសសម្រាប់ញ៉ាងចេតនាជាកុសលហ្នឹងឲ្យកើតឡើងនៅក្នុងចិត្តហើយញាតិញោមពុទ្ធបរិស័ទធ្វើកឋិនហ្នឹងភាគច្រើនចង់បានអានិសង្សមែនទេអានិសង្សមកអានិសង្សណាអានិសង្ស5ណាចង់បានរូបស្អាតអីចឹងទៅណាដែលព្រះដែលលោកសម្ដែងអំពីភិក្ខបញ្ញាវិសាទោអ្នកដែលធ្វើបុណ្យហ្នឹងឯងគឺថាជាអ្នកមានបញ្ញាល្អណាសុរូបតាមានរូបស្អាតណាសុសន្តានាមានព្រៀងរុងត្រង់ទ្រីហ្នឹងក៏ល្អសវណ្ណតាពណ៌សម្បុរហ្នឹងក៏ស្អាតមែនទេញោមណាអានេះសង្ឃបុណ្យប៉ុន្តែញាតិញោមពុទ្ធបរិស័ទទាំងឡាយណាពាក្យថាបុណ្យ
mình chủng pua tại cả thân mà mốc ấy nhận nhớ nhận nhớ đáp lưới ấy bây giờ bọn nó mẹ là sản phẩm đau chủng pua tại cả thân mà mốc ấy bọn xây tiết tại cả lao được không sản đan là chất dương nó miên chả được tiền là xong bây giờ nhận nhớ bắt bò để sạt nó sẽ đạp thô đòi dọc chất tập đạn mình mọt đòi nghiêm ngặt đòi tăng chất đạp thô đây là o nó có bọn này đó là nhớ nè chết na chỉ tua bon nè bon mẹ nó sai được cái thân bên đang ấy mà nó nhận nhớ miền tây thông máu anh năng bon năng mình chặt lơ và thâu hàng cài bên đang ấy nè bon là lấy chất nè cái này chất ở đó bọc bò để sát từng ngõ kia năng là óเป็นนู้นมาถักบอลnày làสเปียร์ต่างลายนะได้โจเตอร์สมาร์ทกายวิจัยจัดยืนน้อยละอ๋อสเปียร์นู้นมาถักบอลเตะสจรตาเนาะอย่างเนาะแต่สจรตาต่างใบยังไงก็ถ้าสะอาดต่างกายสะอาดต่างวิจัยสะอาดต่างจัดจังการนายจัดสะอาดได้นั่นคือจิตตัวบอลnàyยันยอมเฟอร์นั่นคือถักเฟอร์บอลโดยเปียยังทางมาบอลกับท่านยันยอมมาเฟอร์ไอ้มาเฟอร์บอลมาเนี่ยnào đại miền chơi vào đại tiền nó chia bật thâu xem ra bẩm pin bon là nhật nhôm do mau nằm bay về bờ kênh và sang nơi không ngày đi là nơi không ra đây bon cả thân là tiền nó xem ra chia tiền muối đại nhật nhôm nhang xịt đây chỉ là thà nông bậc phật na được không ca là chui ở bậc thom từ đó bậc sang đại lô công trang bậc phật sa được không vót ra muối chỉ phải sẽคือvót po mình tây này ai chẳng ai nhôm đấy rồi chẳng bàn nhật nhôm nó không bẩm pin xịt đây là óคือ bon của sonនឹងឯងvà chia chấm này សំខាន់សម្រាប់ជីវិតពីព្រោះជីវិតដែលយើងរស់នៅសពថ្ងៃដែលពុទ្ធបរិស័ទនឹងកំពុងតែរស់នៅរាល់ថ្ងៃនេះតែនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធតែព្រះអង្គសម្ដែងនឹងធម៌ហ្នឹងតែបុណ្យនឹងឯងគឺជាទីពឹងជាទីអាស្រ័យរបស់សត្វលោកអត់មានអ្វីលើសពីហ្នឹងទៀតទេញាតិញោមគឺមានតែបុណ្យនឹងទេដែលជាទីអាស្រ័យពីព្រោះសត្វលោកយើងដែលកើតមកគ្រប់គ្នានៅក្នុងភពកាមភពនេះតែកើតមកជាមនុស្សជាអីនេះសុទ្ធតែអំណាចកម្មយើងមានកម្មរៀងខ្លួនដូច្នេះហើយបានយើងព្យាយាមកសាងអំពើកម្មទាំងឡាយហ្នឹងដែលជាកម្មល្អហ្នឹងដែលញាតិញោមកំពុងធ្វើរាល់ថ្ងៃហ្នឹងកម្មហ្នឹងជាអ្នកចាត់ចែងយើងមិនមែនជាអ្នកចាត់ចែងកម្មទេតោះណាញោមណាយើងកម្មជាអ្នកចាត់ចែងសត្វហ្នឹងឲ្យមានរូបសម្បត្តិពណ៌សម្បុរអីហ្នឹងណាញាតិញោមកើតមកមានសម្បុរល្អសម្បុរស្អាតហ្នឹងដោយសារកម្មហ្នឹងចាត់ចែងមកពីមុនមិនអាស្រ័យតែបុណ្យកឋិនមកមុខហ្នឹងទេតោះណាញោមណាអញ្ចឹងកុំឲ្យវឌ្ឍនាvềពុទ្ធកឋិនរូបស្អាតណាពុទ្ធកឋិនហ្នឹងជាបុណ្យមួយសំខាន់ហើយសម្រាប់ប្រសងក្នុងពុទ្ធសាសនាយើងគឺសំខាន់ហើយប៉ុន្តែចេតនាដែលជាកុសលដែលយើងត្រូវចម្រើនរាល់ថ្ងៃនេះអានេះគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតតោះណាញោមបាទញាតិញោមអ្នកតកៅតោះណាបាទអញ្ចឹងជីវិតដែលយើងរស់នៅសពថ្ងៃការបំពេញសេចក្តីល្អដើម្បីជាកម្មមួយសំខាន់ផ្នែកកុសលហ្នឹងដើម្បីជួយរៀបចំជីវិតរបស់យើងហ្នឹងឲ្យល្អណាតទៅមុខទៀតព្រោះកំណើតតែយើងបានកើតមកជាមនុស្សនេះគឺជាកំណើតមួយក្រយល់ទេមិនងាយបានមកទេណាបើសិនណាបើមិនមានអាស្រ័យតួកម្មដែលជាកុសលកម្មនឹងជាបច្ច័យទេពុទ្ធបរិស័ទញាតិញោមគ្រប់គ្នានឹងមិនបានកើតមកជាមនុស្សបានមកធ្វើបុណ្យកឋិនបានមកស្ដាប់ធម៌អញ្ចឹងទេញាតិញោមចឹងអាស្រ័យបុណ្យញាតិញោមពីមុនសម្បូរបុណ្យពីមុនមកអញ្ចឹងទៅណាបានកើតមកជាមនុស្សបានបំពេញសេចក្តីល្អបានស្ដាប់ធម៌បានអីអញ្ចឹងទៅអញ្ចឹងបានដោយខ្ញុំកណាត់អាត្មាភាពបញ្ជាក់អំអញ្ចឹងថាកម្មនេះឯងជាអ្នកចាត់ចែងសត្វលោកដែលព្រះអង្គសម្ដែងកម្មនឹងជាថៅពងកម្មនឹងជាទីអាស្រ័យណាសត្វលោកដែលសាងកម្មណាគឺដើម្បីទទួលកម្មនោះឯងញាតិញោមមិនថាជាកុសលក្តីមិនថាជាអកុសលក្តីគឺថាសត្វនឹងគឺដើម្បីទទួលកម្មហ្នឹងអញ្ចឹងយើងអាចកែច្នៃកម្មនឹងតាមចិត្តយើងបានទេតែកម្មនឹងមានហើយទៅហើយឃើញទេណាមិនថាកម្មអកុសលកម្មកើតហើយយើងច្នៃវាឲ្យមកល្អវិញអត់ទេវាកើតរួចហើយអញ្ចឹងបានព្រះសម្មាសម្ពុទ្ធឲ្យយើងមានសតិស្មារតីហ្នឹងដើម្បីរលឹកនៅក្នុងដំណើរជីវិតហ្នឹងអាស្រ័យចិត្តយើងនេះរលឹកចំពោះសភាវៈធម៌ដែលកំពុងកើតហ្នឹងណាជាកុសលក្តីជាអកុសលក្តីហ្នឹងគឺថាត្រូវរលឹកពេលហ្នឹងញាតិញោមអត់មានពេលណាទេដោយគណៈញាតិញោមស្ដាប់ធម៌អញ្ចឹងកាលណាតាំងចេតនាល្អក្នុងកុសលជាធម្មសវណៈស្ដាប់ធម៌នឹងដោយល្អស្ដាប់ធម៌នឹងដោយការពិចារណាល្អរមែងកើតបញ្ញាជ្រះថ្លានៅក្នុងការស្ដាប់ធម៌អាហ្នឹងបុណ្យទេញោមបុណ្យមិនចាំរកបុណ្យនេះណាមិនចាំបាច់កឋិនអីប៉ុណ្ណាណីតែអង្គុយស្ដាប់ធម៌នឹងកើតបុណ្យយកទៅណាំអស់មែនញាតិញោមបើដូច្នេះហើយបាន
ពេលវេលាសម្រាប់ជីវិតតែយើងកំពុងរស់នៅហ្នឹងគឺដែលជាអ្នកដែលត្រេកអរក្នុងបុណ្យហ្នឹងគឺគាត់បីធ្វើបុណ្យហ្នឹងដោយសេចក្តីជ្រះថ្លាអញ្ចឹងបានកន្លែងមួយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបុគ្គលណាប្រាថ្នានៅក្នុងបុណ្យណាបុគ្គលណាប្រាថ្នានៅក្នុងបុណ្យគាត់បីត្រេកអរនៅក្នុងការបំពេញបុណ្យនោះចោះញាតិញោមប្រាថ្នាបុណ្យទេប្រាថ្នាដូច្នេះហើយបានជាពុទ្ធបរិស័ទយើងនឹងពេញចិត្តត្រេកអរនៅក្នុងការបំពេញបុណ្យថ្ងៃហ្នឹងសប្បាយចិត្តទេបងញោមណាសប្បាយអាហ្នឹងគឺជាការងារដែលពុទ្ធបរិស័ទនឹងត្រូវបំពេញជារៀងរាល់ថ្ងៃក្នុងជីវិតណាគឺបុណ្យកុសលហ្នឹងឯងប៉ុណ្ណាសូមអនុមោទនា